ហាពេលព្រឹកថ្ងៃទី4ប្រភេទបែបហ្នឹងគឺខ្ញុំញ៉ាំតែ2ពេលទេឥឡូវហ្នឹងចាប់ផ្ដើមញ៉ាំតែ2ពេលជាធម្មតាខ្ញុំញ៉ាំ3ពេលតែឥឡូវចាប់ផ្ដើមញ៉ាំតែ2ពេលទេនេះគឺអាហារពេលព្រឹកម៉ោង9កន្លះតោះទៅញ៉ាំទាំងអស់គ្នា let's eat អាហារពេលថ្ងៃត្រង់បែប diet I on diet salmon and asparagus រួចហើយចានេះគឺអាហារថ្ងៃត្រង់ដែលខ្ញុំញ៉ាំនៅពេលម៉ោង1ថ្ងៃខ្ញុំចាប់ផ្ដើមរៀបចំរបបអាហារឲ្យបានត្រឹមត្រូវកំពុងតែព្យាយាមរៀនបន្ថែមហើយ search មក YouTube នឹងតាម content creator ផ្សេងដែរហ្នឹងគឺជាមុខម្ហូបអាហារពេលថ្ងៃត្រង់អត់មានបាយទេចា let's eat អាហារពេលព្រឹកចាពុកម៉ែបងប្អូននេះអាហារពេលព្រឹកខ្ញុំចាប់ផ្ដើមគេថាសម្រដោយសារតែគីឡូឡើងគ្រឺតចឹងហើយនេះចាប់ផ្ដើមធ្វើរបបអាហារហើយប៉ុន្តែអត់ត្រឹមត្រូវបាន 100% ទេគឺកំពុងតែព្យាយាមរៀនពីរបៀបធ្វើរបបអាហារអញ្ចឹងណាមានបកាមានពោតមានប៉េងប៉ោះមានប្រូកូលីហើយនឹងពោតបារាំងអញ្ចឹងទៅហើយនឹងមានសាច់អញ្ចឹងទៅហ្នឹងគឺជាប្រភេទអាហារដែលខ្ញុំញ៉ាំពេលព្រឹកថ្ងៃទី3ចាខ្ញុំខានចេញវីដេអូយូរហើយដែលថាដោយសារតែសង្ងំធ្វើវីដេអូអីដោយសារតែសង្ងំសរកគីឡូអញ្ចឹងទៅអត់មានវីដេអូញ៉ាំចេញមកទេបើចេញវីដេអូញ៉ាំមានន័យថាវីដេអូហ្នឹងវីដេអូចាស់ទេណាអាហារពេលល្ងាចបែប cheat day ចាបែប cheat day មើលអ្នកខាងនោះមើលអ្នកខាងនេះដកកមក stem strawberry ពីគ្រាប់ទៀត